taអ្នកធ្លាប់គិតទេថាប្រទេសមួយដែលតូចមានប្រជាជនតិចមានផ្ទៃដីត្រឹមតែ22,145 គីឡូម៉ែត្រការ៉េនិងប្រជាជន 9.7 លាននាក់នៅឆ្នាំ 2025 គ្មានសូម្បីតែធនធានរ៉ែធម្មជាតិប៉ុន្តែខ្ល้ายជាមហាអំណាចយោធានិងបច្ចេកវិទ្យានោះគឺអ៊ីស្រាអែលអូខេអញ្ចឹងប្រហែលថ្ងៃនេះបងប្អូនប្រហែលជាបានដឹងហើយអំពីចំនួនសង្គ្រាមរវាងអ៊ីរ៉ង់ជាមួយអ៊ីស្រាអែលនិងសហរដ្ឋអាមេរិកប៉ុន្តែថ្ងៃនេះយើងមិនបានលើកយកអំពីបញ្ហាសង្គ្រាមទេប៉ុន្តែយើងមកស្វែងយល់អំពីការរីករូតលាស់ក៏ដូចជាការកកៅទទួលឯករាជ្យនិងមូលហេតុអ្វីដែលធ្វើឲ្យប្រទេសនេះខ្លាំងអូខេនៅចំណុចទី1និយាយអំពីដើមកំណើតជនជាតិជ្វីប្រវត្តិនៃអ៊ីស្រាអែលចាប់ផ្ដើមឡើងពីជនជាតិជ្វីដែលរស់នៅតំបន់នេះប្រមាណជា 3000 ឆ្នាំពួកគេបានបង្កើតអាណាចក្រទីក្រុងបុរាណមួយដែលមានឈ្មោះថាជេរូសាឡឹមដែលក្លាយជាកន្លែងសាសនាដ៏ធំបំផុតនៅក្នុងពិភពលោកប៉ុន្តែប្រវត្តិសាស្ត្រមិនងាយស្រួលនោះទេតំបន់នេះត្រូវគ្រប់គ្រងដោយអាណាចក្រធំៗជាច្រើនពិសេសនោះគឺអាណាចក្ររ៉ូមតែម្ដងនៅឆ្នាំប្រហែលជា70នៃគ្រិស្តសករាជកងទ័ពរ៉ូមបានវាយទីក្រុងបំផ្លាញទីក្រុងជេរូសាឡឹមដូចជាបណ្ដេញជនជាតិជ្វីឲ្យចេញពីតំបន់នេះតែម្ដងពួកគេត្រូវរស់បែកបាក់គ្នាអស់រយៈពេលជា 1800 ឆ្នាំចូលដល់ចំណុចទី2គឺការបង្កើតចលនាសាយូនីសអូខេអញ្ចឹងបងប្អូនមកជាឆ្ងល់ចលនាសាយូនីសគឺជាអ្វីអញ្ចឹងខ្ញុំនឹងស្រាយលម្អិតអំពីចលនាសាយូនីសនេះគឺជាចលនាជាតិនិយមនិងគំនិតនិយមដើម្បីមានគោលបំណងបង្កើតនិងថែរក្សាប្រទេសជាតិសម្រាប់ជនជាតិយូដានៅតំបន់ដែលពាក់ព័ន្ធប្រវត្តិសាស្ត្រគឺប្រទេសអ៊ីស្រាអែលរបស់ពួកគេតែម្ដងប្រវត្តិនៃការបង្កើតចលនានេះគឺចាប់ផ្ដើមឡើងនៅក្នុងចុងទសវត្សរ៍ទី19នៅតំបន់អឺរ៉ុបមូលហេតុនៃការបង្កើតនេះគឺដោយសារការរើសអើងពីជនជាតិអឺរ៉ុបក៏ដូចជាជនជាតិផ្សេងហ្នឹងទៅលើជនជាតិយូដាថាជាជនជាតិដែលគ្មានប្រទេសកំណើតដែលពួកគេនឹងចង់បង្កើតឲ្យមានប្រទេសមួយដែលមានសុវត្ថិភាពដើម្បីរក្សាការពារអត្តសញ្ញាណរបស់ជនជាតិគេដូច្នេះហើយទើបមានចលនានេះកើតឡើងអូខេឥឡូវយើងត្រឡប់មកចំណុចទី2របស់យើងវិញចង់ជនជាតិជ្វីជាច្រើនរងការរើសអើងនិងការរើសអើងជាតិសាសន៍ហ្នឹងដូច្នេះហើយនៅចុងទសវត្សរ៍ទី19បានបង្កើតចលនាមួយដែលមានឈ្មោះថាសាយូនីដែលមានគោលបំណងបង្កើតគឺបង្កើតផ្ទះជាតិខ្លួនឯងតែម្ដងសម្រាប់ជនជាតិជ្វីមនុស្សសំខាន់ដឹកនាំក្នុងចលនានេះគឺលោក Theo de Hauser ដែលគាត់ជាអ្នកផ្ដាំគំនិតថាជនជាតិជ្វីត្រូវតែមានផ្ទះផ្ទាល់ខ្លួនដើម្បីសុវត្ថិភាពអូខេឥឡូវយើងមកដល់ចំណុចទី3គឺរវាងសង្គ្រាមលោកលើកទី2ជាមួយនឹង Holocaust នៅក្នុងឆ្នាំ1939ដល់1945អូខេអញ្ចឹង Holocaust ហ្នឹងគឺជាអ្វី Holocaust ហ្នឹងគឺជាការសម្លាប់រង្គាលនឹងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅជុំវិញពិភពលោកការកាប់សម្លាប់និងធ្វើបាបជនជាតិយូដាដែលជាជនជាតិហ្វីសហ្នឹងដោយរដ្ឋាភិបាលណាស៊ីរបស់អាល្លឺម៉ង់ព្រឹត្តិការណ៍ដ៏ភ្ញាក់ផ្អើលពិភពលោកនេះធ្វើឲ្យមានការគាំទ្រយ៉ាងខ្លាំងក្នុងការបង្កើតប្រទេសជ្វីដែលជាប្រទេសអ៊ីស្រាអែលបច្ចុប្បន្ននេះហើយបងប្អូនទាំងគ្នាឥឡូវយើងមកដល់ចំណុចមួយទៀតគឺការបែងចែកទឹកដីប៉ាឡេស្ទីននៅឆ្នាំ1937អញ្ចឹងនៅក្នុងឆ្នាំ1947នឹងអង្គការសហប្រជាជាតិបានសម្រេចបែងចែកទឹកដីប៉ាឡេស្ទីននឹងជា2ចំណែកមួយចំណែកគឺជាសម្រាប់ជនជាតិហ្វីសនិងមួយចំណែកទៀតគឺសម្រាប់ពួកអារ៉ាប់ប៉ុន្តែបងប្អូននឹងស្រាប់ហើយពួកអារ៉ាប់មិនពេញចិត្តនិងមិនយល់ព្រមឲ្យប្រទេសជ្វីបង្កើតជាប្រទេសទេនេះហើយគឺជាចំណុចចំនួនខ្លាំងនិងមូលហេតុដែលធ្វើឲ្យប្រទេសអ៊ីស្រាអែលនឹងមានសត្រូវជុំវិញខ្លួនតែម្ដងអូខេឥឡូវយើងមកដល់ចំណុចទី5គឺការប្រកាសឯករាជ្យអញ្ចឹងនៅថ្ងៃទី14ឧសភាឆ្នាំ1948មេដឹកនាំ David Ben Gurion បានប្រកាសបង្កើតប្រទេសអ៊ីស្រាអែលជាផ្លូវការប៉ុន្តែការបង្កើតនេះមិនបានប្រមាណផងគឺប្រទេសអារ៉ាប់ជិតខាងបានវាយប្រហារភ្លាមៗបង្កើតបានសង្គ្រាមរវាងអារ៉ាប់និងអ៊ីស្រាអែលតែម្ដងអ៊ីស្រាអែលគឺជាប្រទេសដែលមានប្រជាជនតិចមិនមានភាពវត្តទំនើបទេនៅពេលនោះប៉ុន្តែបានយកឈ្នះប្រទេសទាំងនោះជាចំណុចដែលបង្ហាញថាអ៊ីស្រាអែលគឺជាប្រទេសខ្លាំងចំណុចទី6គឺសង្គ្រាមនិងភាពរឹងមាំរបស់អ៊ីស្រាអែលចឹងបន្ទាប់ពីការប្រកាសឯករាជ្យមកអ៊ីស្រាអែលបានជួបសង្គ្រាមប្រឈមមុខសង្គ្រាមជាមួយនឹងប្រទេសជិតខាងជាច្រើនប៉ុន្តែអ៊ីស្រាអែលនៅតែរស់រាននិងអភិវឌ្ឍពង្រឹងខ្លួនបានយ៉ាងល្អផងដែរចូលដល់ចំណុចទី7យើងនិយាយអំពីមូលហេតុអុយបានជាអ៊ីស្រាអែលខ្លាំងចឹងមាន5ចំណុចនៅក្នុងចំណុចទី7នេះទៀតខ្ញុំនឹងលើកអំពីចំណុចមួយចំណុចទី1នេះគឺខាងបច្ចេកវិទ្យាអ៊ីស្រាអែលគឺជាប្រទេសមួយដែលមានក្រុមហ៊ុនបច្ចេកវិទ្យាច្រើនពិសេសគឺការវិនិយោគស្រាវជ្រាវពីសំណាក់ប្រទេសបរទេសមក
ចុះសាជឿតតែម្ដងចំណុចទី2គឺខ្លាំងផ្នែកយោធានិងកងទ័ពអ៊ីស្រាអែលមានការបណ្ដុះបណ្ដាលផ្នែកយោធាខ្ពស់ខ្លាំងមែនទែនពិសេសនោះគឺការប្រជាជនស្ម័គ្រចិត្តចូលបម្រើកងទ័ពនិងមានការជុំជ្រែកបណ្ដុះពីសហរដ្ឋអាមេរិកតែផ្ទាល់តែម្ដងទី3គឺវិស័យអប់រំការអប់រំនិងវិន័យរបស់ជនជាតិអ៊ីស្រាអែលគឺខ្លាំងនិងខ្ពស់មែនទែនគឺវិន័យម៉ឺងម៉ាត់ច្បាស់លាស់តែម្ដងចំណុចទី4គឺវិស័យបច្ចេកវិទ្យាកសិកម្មពួកគេបង្កើតបានជា drip irrigation ដែលអាចដាំដុះនៅក្នុងកន្លែងស្ងួតក៏បានដែរភាសាអ៊ីស្រាអែលគឺជាប្រទេសដែលសម្បូរទៅដោយឆ្នេរខ្វាត់ក្តៅហួតហែងដូច្នេះហើយគេបង្កើតប្រព័ន្ធនេះឡើងគឺដើម្បីដាំដុះធ្វើឲ្យភាពខ្លាំងផ្នែកកសិកម្មរបស់អ៊ីស្រាអែលមួយផងដែរចំណុចទី5គឺការគ្រប់គ្រងនិងទំនាក់ទំនងជាមួយអន្តរជាតិនោះពិសេសគឺសហរដ្ឋអាមេរិកអូខេបងប្អូនអ្នកគ្នាអ៊ីស្រាអែលគឺជាជនជាតិមួយដែលត្រូវគេបណ្ដេញចេញគេរើសអើងខ្លាចជាប្រទេសដែលខ្លាំងគ្រប់វិស័យតែម្ដងអូខេបងប្អូនទាំងអស់គ្នាវីដេអូរបស់ខ្ញុំដែលតទៅជាមួយនឹងអ៊ីស្រាអែលមានតែប៉ុណ្ណឹងគ្រាន់តែបង្ហាញពីចំណុចមួយចំនួនដែលមានចំណុចខ្លះណាស់ខ្វះខាតមិនត្រឹមត្រូវសូមជួយកែតម្រូវក៏ដូចជាខាងតែភ័យទៅផងដែរ